បើសិនជាម៉ែមិនយកនាយយ៉ានរឿងប្រមាណចង់ដាក់ BIG បែប3មៀតធំមើលប៉ុណ្ណឹងសមឬមិនសមសូមម៉ែប្រាប់ខ្ញុំឲ្យដឹងអីកែកមិនហ៊ានទេមិនហ៊ានអីទេប្រុសវេលាខ្ញុំអ៊ំកាន់តែតិចខ្ញុំមិនបាទឲ្យម៉ែបំពេញឲ្យម៉ែចង់បលែងម៉ែចង់ក្តិចម៉ែបំពេញកិច្ចតាមចិត្តចង់ឥឡូវម៉ែឲ្យនាទីយើងខ្លីនេះលកាកចង្អុលត្រង់មិនអនុញ្ញាតឲ្យស្រស់ផោផង់ចអ៊ីចានឹងមុំបានយូរមុំហើយមុំមីម៉ែឆយក្បែរបែបធំបលូឥឡូវពេលវេលាមិនឲ្យហើយហាច់ស្អីទេម៉ែរត់នឹកឃើញជ្រៀងពេលវេលាមិនឲ្យយូរគោរពអ្នកគ្រូចូលទីកន្លែងបាទជឿម៉ែជឿបាទអីអំបញ្ញមិញបាទដាក់អាយ៉ៃលោកសុគាបានអញ្ជើញអ្នកគ្រូឲ្យចេញមកបាទម៉ែបែបហត់ហ៎ម៉ែអើយហត់ហ៎ដាក់មីក្រូម៉ែម៉ែដាក់មីក្រូចិត្តមាត់ហត់ចៅព្រោះចាស់ហើយបាទអាយុ62ហើយអូ62ជួបជាមួយលោកយ៉ានតិចទៅម៉ែព្រោះអីជាតារាកាត់ជួបជាមួយគ្នាជំរាបសួរអ្នកគ្រូចាហើយសុខសប្បាយទេលោកចៅសុខសប្បាយទេអូសប្ថ្ងៃចៅនៅណាផ្ទះថ្ងៃនៅភូមិតាពាំងខ្លាំងភូមិតាពាំងខ្លាំងអូរោងចក្រកែវបើកាន់តែឆ្ងាយហើយបាទនៅក្នុងណែផ្លូវវែងស្រេងផ្លូវវែងស្រេងបាទសុខសប្បាយទេសុខសប្បាយចិត្តអូហើយចៅច្រៀងក្នុងកម្មវិធី TN យើងហ្នឹងហ្នឹងហើយកម្មវិធីចា TN ចៅចេះច្រើនជំនាញដែរទេចៅអត់ចេះច្រើនដូចយាយឯងមិនចេះច្រើនដូចសុគាចេះសិល្បៈមួយមុខចេះអីខ្លះគេច្បាស់ជាងគេចេះតែកំ pl ែងអរគុណល្អតែប៉ុណ្ណឹងសំដែងខ្លះហើយច្រៀងចាំមិញច្រៀងប៉ុន្តែចេះតែច្រៀងខុសច្រៀងចេះតែខុសខំហាត់ឲ្យត្រូវបើសិនជាលោកគ្រូភ្លេងលេងភ្លេងឲ្យល្អខ្ញុំច្រៀងឲ្យល្អអូនឹងចាប់តាមបន្ទោសជាខ្លួនឯងអត់កើតបន្ទោសភ្លេងណាអរគុណណាឥឡូវលោកចាននិងអ្នកម៉ែសារ៉ាំប៉ោកបានជជែកគ្នាបន្តិចដូចពេលវេលាយើងអាយ៉ៃមិញបានយើងវែងតិចហើយឥឡូវពេលវេលាយើងដល់ពេលសម្រាប់ចាំវគ្គក្រោយយើងទូគ្នាទៀតណាលក្ខណៈចាអរគុណនៅវគ្គនេះអរលោកអ្នកបានជួបហើយនៅតារាកិត្តិយសទី2នៅវគ្គក្រោយតារាកិត្តិយសដើម្បីឲ្យបញ្ចេញនៅអ្វីដែលជាគេហៅថា game ឬក៏ជាអីសบายជូនបងប្អូនទស្សនាកម្សាន្តណាប៉ុន្តែឡើយដោយសារឃើញវគ្គមុនយើងអត់ទាន់បានសួរសំណួរខ្លះទៅអ្នកគ្រូនៅឡើយទេអំពីស្រុកកំណើតនិងប្រវត្តិមួយចំនួនដូច្នេះបើសិនជា BIG នឹងលក្ខណៈចាប់អារម្មណ៍សូមលើកជាសំណួរសួរឡើងប៉ុន្តែជាដំបូងខ្ញុំសូមសួរមុនគេចង់ដឹងថាអ្នកគ្រូរៀនអាយ៉ៃពីអ្នកគ្រូសារ៉ាំប៉ោកមិនថាអញ្ចឹងណាសារ៉ាំប៉ាក់សារ៉ាំប៉ោកអ្នកគ្រូឈ្មោះសារ៉ាំប៉ោកប៉ុន្តែរៀនអាយ៉ៃពីអ្នកគ្រូសារ៉ាំប៉ាក់លោកគ្រូដែលខ្ញុំរៀននេះ2គ្រូអញ្ចឹងហ៎លោកយាយសរិយាសង្ហាផនអូអញ្ចឹងហើយនឹងយាយប៉ាក់ជាតែជួយផ្សំគ្នាបាច់បន្តិចនោះបន្តិចអញ្ចឹងចាបាទអូកាលរៀនឆ្នាំណាដែរអ្នកគ្រូរៀនក្នុងឆ្នាំ1973ក្នុងជំនាន់លន់ណុលចាហ្នឹងហើយអ្នកគ្រូរៀនបានឆ្នាំដែរខ្ញុំរៀនប្រហែលជារៀនអាយ៉ៃផងប្រពៃណីផងខ្ញុំរៀនចេះបានប្រហែលជាអាយ៉ៃចេះចង់ទាំងអស់ហើយនឹងប្រពៃណីបានល្មមណាបាទក៏ខ្ញុំឈប់រៀនចេះដើរលេងក្រៅបែកចាបែកមិនបែកមុខឯងបែកអត់បែកមុខឯងគឺថាបែកចំណេះបែកសម្ដីពាក្យជាប់ជួនគ្នានៃវាណាបាទចាអ្នកគ្រូអាចបង្ហើបបន្តិចបានទេថាអ្នករបៀបនៃការចាប់ចុងជួនរបស់អ្នកគ្រូយើងធ្វើម៉េចដើម្បីយើងចាប់ចុងជួនបានលឿនចាប់ចុងជួនបានលឿនខួរក្បាលយើងរត់ទៅមុខចារត់ទៅមុខយើងច្រៀងយើងថាយើងកំពុងច្រៀងពេលនេះខ្ញុំចង់ឲ្យបានឲ្យផ្កាអើយម្ចាស់គេទៅណាខ្ញុំមិនឃើញអើយអាហ្នឹងយើងនិយាយពីផ្កាហើយជួនយើងឲ្យបាត់ហើយកុំឲ្យបាត់ហើយសមស្របទៀតអូខេអញ្ចឹងយើងទម្លាប់ឲ្យខួរក្បាលយើងខួរក្បាលរត់មុនមិនខុសពីខ្ញុំដែរទេហើយមានចំណុចជាគេហៅថាកលឹះសំខាន់អីទេដែលសម្រាប់ថាដើម្បីគេរកជួនលឿនណាគេត្រូវធ្វើមិនអីមិន
កប់ចុងជួនមិនកប់ចុងជួននេះអ្នកគ្រូអាចប្រាប់ទៅដល់បងប្អូនគឺពិសេសបងប្អូនយុវវ័យបងចង់ ចាសូមជម្រាបទៅដល់កូនចៅចំនួនក្រោយដែលចង់ចេះអាយ៉ៃគឺអាយ៉ៃប្រើខួរក្បាលល្អអារម្មណ៍ល្អណាស់ឲ្យមូលនៅលើយើងច្រៀងនិងខួរក្បាលរបស់យើងគិតពីអ្វីមួយដែលយើងកំពុងតែច្រៀងហ្នឹងបើកាលណាយើងកំពុងតែច្រៀងស្រាប់តែខួរក្បាលយើងចេញទៅខាងនោះកប់ជួនបាត់ឈឹងចាមិនដឹងលេងពីអីអត់ទៅមុខរួចទេអញ្ចឹងការលេងគឺត្រូវប្រមូលអារម្មណ៍នៅកន្លែងដែលស្ងាត់ហ្នឹងហើយទាមទារឲ្យអ្នកមើលគឺថាកុំឡូឡាវាយវក់អីដើម្បីយើងអារម្មណ៍យើងមូលដែរបើមិនតែអ្នកមើលឡូឡាអីច្រើនគឺយើងអារម្មណ៍យើងបែងចែកបាទចាខ្ញុំធ្លាប់ឃើញយ៉ាងណាលោកគ្រូប្រមាណកាលណាគាត់ទៅច្រៀងហើយមានដាក់ម៉ាស៊ីនភ្លើងអីនៅក្បែរហ្នឹងរ៉ាគាត់អត់លេងទេព្រោះយើងប្រើខួរក្បាលអ្នកច្រៀងចៅបាទហើយអញ្ចឹងកន្លងមកខ្ញុំធ្លាប់ដែរទៅការគេអីជួនកាលអ្នកនៅមីក្រូអត់ដឹងដាក់ម៉ាស៊ីនភ្លើងក្បែរកន្លែងកាត់សក់អញ្ចឹងមានបញ្ហាលំបាកមែនទែនហើយនឹងមីក្រូអត់ឮហើយមីក្រូដែលស្ដាប់សំឡេងខ្លួនឯងអត់បានគឺអត់មានកម្លាំងច្រៀងដល់សោះតែអត់ឡងមកវិញយើងបើអត់មានកម្លាំងលេងមួយទៀតភ្លេងអញ្ចឹងដែរកាលណាដៃភ្លេងគាត់ច្រៀងអត់ជើតអត់បខំឲ្យយើងច្រៀងគឺយើងដូចថាអត់ដាក់ឲ្យយើងច្រៀងអត់ចង់ច្រៀងមិនអញ្ចឹងឯងម៉ែអញ្ចឹងអត់បាទជាការប្រកាសណាអរគុណឥឡូវឲ្យលក្ខណៈនប៊ីអាជីសួរម្ដងសួរអ្នកគ្រូចាគ្រូមានបុត្រប្រមាណអ្នកដែរកូនឯងមានតែម្នាក់ទេចាបុត្រាបុត្រីកូនបុត្រីចាអញ្ចឹងចេះអាយ៉ៃដូចជាអ្នកគ្រូដែរអូអត់សោះចាអូអត់ទៅខាងពេលនោះចេះឲ្យរៀនខ្ញុំឲ្យរៀនភ្លេងការអាយ៉ៃវធម៉ែអើយទៅមិនរួចទេចាអញ្ចឹងគាត់ទៅដងខាងអីផ្សេងអញ្ចឹងទៅរ៉ូស៊ីអូចារ៉ូស៊ីអញ្ចឹងចង់សួរអ្នកគ្រូបន្ថែមអ្នកគ្រូឈប់ពីសិល្បៈហ្នឹងប្រហែលឆ្នាំឬមួយក៏នៅតែសប្តាហ៍បន្តនៅឡើយប្រហែលឆ្នាំនេះខ្ញុំខានច្រៀងអាយ៉ៃ10ឆ្នាំហើយអូខាន10ឆ្នាំហើយបាទមូលហេតុអីបានជាឈប់មុនខ្ញុំរត្រែតបាទមុនខ្ញុំរត្រែតពីការងារចារត្រែតពីការងារចុះឥឡូវមានដៃគូច្រៀងដែរណាគ្រូអត់មានទេចៅហើយណាអាយ៉ៃឥឡូវគេមិនសូវត្រូវការមានតែសុគាម៉ាញ់សុគាមានតែភ្លេងការបន្តិចតួចហ្នឹងទៅលេងអញ្ចឹងទៅបាទចាអញ្ចឹងរំលឹកពីអតីតកាលកាលគ្រូនៅច្រៀងអាយ៉ៃដៃគូរបស់អ្នកគ្រូពីណាគេដែរអ្នកគ្រូចាគ្រួសារខ្ញុំអូតាខ្ញុំឈ្មោះលោកតាសាសឹងសិល្បៈខេត្តនៅកំពង់ធំផ្នែកអាយ៉ៃដែរចាហើយក្រោយមកគាត់ក៏ឈប់ការងារពីនោះមកធ្វើការនៅភូមិភាគ3បម្រើយោធាកងទ័ពជើងគោភូមិភាគ3អញ្ចឹងក្រៅពីសិល្បៈគាត់យោធាទៀតចាយោធាផ្នែកសិល្បៈហ្នឹងហ្មងចៅសិល្បៈអាយ៉ៃអ្នកគ្រូបើសិនជាមានសិស្សណាចង់សុំអ្នកគ្រូរៀនទៅម្ដុំកំពង់ស្ពឺហ្នឹងឧទាហរណ៍ថាអ្នកគ្រូអាចបរៀននៅខាងនោះអ្នកគ្រូជួយបរៀនបានទេប្រហាត់បានទេបានអញ្ចឹងហ៎ចាបានទៅរកអ្នកគ្រូម្ដុំណានៅភូមិភាគ3នៅបទាយបងបទាយនៅភូមិភាគ3ហ្មងណាទៅសួររកអ្នកគ្រូសារ៉ាំប៉ោកអាយ៉ៃអញ្ចឹងទៅសួរគេដឹងទាំងអស់អ្នកគ្រូមានពេលបរៀនអត់អាចបានខ្លះចៅបាទខ្ញុំមានអ្នកសុំរៀនច្រើនដែរប៉ុន្តែអត់ហ៊ានទទួលសិស្សដោយសារសពថ្ងៃរវល់ពេកហើយខ្ញុំចង់ថាពេលខ្លះខ្ញុំរុញឲ្យលោកគ្រូពេបើចប៉ៃរុញឲ្យលោកគ្រូពេចាបើអាយ៉ៃរកអ្នករុញឲ្យអត់ឃើញតែម្យ៉ាងអាយ៉ៃបើសិស្សប្រុសត្រូវតែរៀនមួយលោកគ្រូប្រុសមិនអញ្ចឹងអ្នកគ្រូណាភាគច្រើនត្រូវអញ្ចឹងព្រោះដើម្បីឲ្យដឹងតែបត់ណាធ្វើបត់ណាហ្នឹងហើយព្រោះអាយ៉ៃប្រុសហើយស្រីបត់តែមួយទេប៉ុន្តែរបៀបច្រៀងខុសគ្នាមិនអញ្ចឹងទេម៉ែដើរផ្លូវផ្សេងពីគ្នាផ្លូវស្រីផ្លូវប្រុសអញ្ចឹងពិបាកមែនទែនខ្ញុំឲ្យបរៀនសិស្សស្រីប្រហែលជាអត់ចេះទេតែបើសាច់អាលីងដូចលក្ខណៈអាចប្រហែលជាចេះប៉ុន្តែមិនចេះអាយ៉ៃចង់ថាចេះស្អីគៀកោក៏ចាប់ទៅលក្ខណៈអាចថាលក្ខណៈជាអ្នកគ្រូខ្ញុំសូមដាក់ពាក្យទៅរៀនដែរបាទហើយបរៀនយូរអាចអនាគតអាយ៉ៃអស់ត្រឹមហ្នឹងមកមានអនាគតមនុស្សវិញលោកគ្រូអាយ៉ៃចាំអត់កើតទេរៀនអាយ៉ៃទៅគ្រូភ្លេងសំដដែររៀនអាយ៉ៃបាន10ខែស្រាប់កើតកូនអាយ៉ៃកើតកូនមកសត្វអាយ៉ៃចេះតែមានបងចាមិនឃើញលោកយ៉ានគាត់ចង្អុលខ្លួនគាត់អញ្ចឹងនៅពេលដែលសួរទៅអ្នកគ្រូលោកយ៉ានចង់មានន័យថាម៉េចពេលហ្នឹងមានន័យថាខ្ញុំចង់ចេះច្រៀងអាយ៉ៃប្រពៃណីអូប្រពៃណីលេងរវល់ហើយនឹងច្រៀងមិនទៀតណាឥឡូវមិននឹកអត់ឃើញអ្នកគ្រូបត់អីឥឡូវបត់តែខ្ញុំប្រាប់ឲ្យយ៉ានអីឡើងទៅបត់អីតម្រូវឲ្យយ៉ានអីរៀនរាំជាមួយនឹងលក្ខណៈអូខេរាំស្រាប់អ្នកច្រៀងពីអ្នកលក្ខណៈនេះគឺថា
ôi tại trôi năm bò na còn khơi ấy mình đang rom trâu có ba trăm mấy cái thân thể ở trong pan theo không nhung dây thà nhung mình út hầm mặt chọc không ai thà có cái rom bên nào chỉ lẹ cái nào khổ po ơi nè bờ po là vô rom mới khơi đằng nào tao rom cũng đầu tiên okay តែឥឡូវព្រមមកព្រមសុំលក្ខណៈធ្វើគ្រូអត់គេទៅព្រមយើងក៏រំតាមកជិះអ្នកគ្រូទៅខ្ញុំពីតែសុខជាអ្នកជ្រាប Và mình lại gần tao tiền này. Ròm vốn pan ròm du du còn ai ca côn ròm vốn à. Mặt ai kia. Chọc một bọt tiết xà van bọt tiết xà van thế họ mới là cú thôi tôi một cái tôi một cái làm liêu đó làm liêu một tiết Cái hồn á. Vậy. Ròm đi cái hai cái thân đang làm ai phòng cái bài cái bài chè cái bài chè tao tôi chỉ trên mẹ ai mà trên bốn tao dương bạch ròm ở cái ròm này chọn mưa ra ròm này Ngon lo đây ta. nơi xiêm và rồi có biết có bạch ròm lục nhan ròm ní cứ được biết cái phải chuan à rẹ lấy ao châu của pư cho cặp pư Cho cặp pư. Chà. bay pi mùi Đà lung này trai mà Đà lung
ត្រូវអត់ ត្រូវហើយចិត្តត្រូវហើយ ចិត្តត្រូវហើយ ចិត្តត្រូវតែទៀត តលង ដែរលឺសោះ ตลงอัดได้ลือซะสควอตแต่ตลงตอนបាទ ตลงตอน តឡនតនឹងស្អីគេ របាំ បាទអូតឡនតនឹងរបាំតែមើលសុំរួមរបាំតឡនតនភ្លេងមិនអត់ចេះលេងរបាំតឡនតន នេះម៉ាញ់ទៅម៉ាច់ម៉ាញ់ បាច់លេងតឡតអូហូ យ៉ានរបាំតឡនតនដែលលឺ ឥឡូវស្គាល់ បាទ ឥឡូវសកៀស្គាល់ហើយ គាត់មិនអាហ្នឹងរបាំអីគេ តឡ របាំតឡងតន ពុះរបាំតឡនតនដែលឃើញ ឥឡូវឃើញហើយ បាទឡនតនឡើយបើឃើញវាចេះអាគេឆាឆ្អិនអាខ្លះចេះ ណែស្តៀងហ្នឹងដែរ អរគុណណាស់ឥឡូវយើងដូចចប់អវៈទៀតហើយលក្ខណៈហើយមកវគ្គអំបញ្ញមិញនេះគឺទុកនាទីជូននាយានទាំងអស់បងបាទ គាត់ម៉ៅហ្មង មកដាច់ដូចស្វាយមកទេ ចាអរគុណនៅវគ្គក្រោយចានឹងបានជួបគ្នាជាបន្តសម្រាប់វគ្គនេះសុគាលក្ខណៈ BIG តពីសម្រាប់នៅក្នុងកម្មវិធីសុគាលក្ខណៈ BIG ដែលនៅក្នុងវគ្គនេះគឺតម្រូវឲ្យយើងខ្ញុំទាំងអស់គ្នាចានិទានរឿងកំសាន្តខ្លីៗ បាទចឹងតម្រូវឲ្យតារាកិត្តិយសជាអ្នកបង្កាត់ភ្លើងមុន បាទ គឺលោកយ៉ាន លោកចាន មកកាត់ភ្លើង បាទ មានរឿងកំ pl ែងអីទេ មានរឿងប៉ិត អូខេ ចា ប៉ិតផងកំ pl ែងផង ពិតផង ហើយខ្ញុំសំទោសជាមុនប្រហែលជាបងប្អូនតាមខេត្តមិនសូវអាចយល់បានទេមានតែបងប្អូននៅភ្នំពេញយល់ច្បាស់តែមុនខ្ញុំទៅផ្សាររឿងប៉ិតហ្នឹងរឿងប៉ិតមែនរឿងប៉ិតដូចផ្កានេះប៉ិតខ្ញុំទៅផ្សារទៅទិញផ្លែឈើខ្ញុំឃើញមានចេកមានសាវម៉ាវមានផ្លែផ្សេងតែខ្ញុំចង់ទិញក្រូចមិនក្រូចប្រាសាទយើងទេក្រូចប្រាសាទយើងមានពណ៌ខៀវប៉ុន្តែក្រូចនោះមានរាងធំហើយពណ៌ទឹកក្រូចខ្ញុំអត់ដឹងមកពីប្រទេសណាដូច្នេះខ្ញុំសួរអ្នកលក់ថាតើក្រូចនេះមកពីណាហើយអ្នកលក់ឆ្លើយថាអូក្រូចនេះមកពីផ្សាររ៉ាំកចុះអត់ យល់ មកចឹងស្អីទៅ ឥឡូវរឿងប៉ិតទៅមក រឿងប៉ិតហ្នឹងហើយ មកតាមប៉ិតទៅមកពីយ៉ានសួរគេខុសសួរថាក្រូចនេះមកពីណាប្រហែលជាយ៉ានចង់ដឹងថា មកពីស្រុកណា មកវា នាំចូលពីប្រទេសណា made in China or Cambodia អញ្ចឹងណាគេអាចថាជាក្រូចជាផលិតផល production of product of អីចឹងណាជាផលិតផលរបស់ប្រទេសណាអញ្ចឹងតែតយ៉ានសួរថាក្រូចនេះមកពីណាអូខេក្រូចហ្នឹងមកពីផ្សារដើមកោ ហ្នឹងហើយ ពោះអ្នកលក់យកត្រឹមហ្នឹងមកគេបេះបន្តមកពីណាគាត់អត់ដឹង គេមិនមែនដាំនៅផ្សារដើមកោទេហ្នឹងហើយ មានរឿងអីទៀតអត់ មានមួយទៀតតែរឿងប៉ិតដែរ រឿងប៉ិតដែរ តែរឿងប៉ិត បាទ ជីវិតខ្ញុំកំ pl ែង បាទ តែមុនខ្ញុំទិញនំប៉័ងផ្អែម បាទ ខ្ញុំចូលចិត្តទិញនំប៉័ងផ្អែម ចា មានអ្នកលក់ម្នាក់គាត់ជាកងប្រពៃណីថានំប៉័ងរៀងរាល់ព្រឹកនំប៉័ងដូច្នេះខ្ញុំទិញនំប៉័ងផ្អែមធម្មតាគាត់លក់500នំពងទាហ្នឹងណានំពងទាឆ្ងាញ់ណា ចា មានស្នូពងទាពណ៌លឿងផ្អែមទិញនំពងទា500ហើយថ្ងៃណាមួយគាត់លក់800ដូច្នេះខ្ញុំឆ្ងល់សួរគាត់ថាមិនក៏ឡើងថ្លៃអញ្ចឹងហើយគាត់ឆ្លើយថាអូសាំងឡើងថ្លៃពួកអញជីកង់សាំងឡើងថ្លៃម៉េចគាត់ជីកង់សាំងឡើងថ្លៃយល់អត់យល់ អញ្ចឹងស្អីទៅ តាមពិតទៅរឿងកំ pl ែងខ្លះចរិតលក្ខណៈនៃការនិទានតលតែបរទេសបើនិយាយរឿងហ្នឹងទៅពួកដូចជាជនជាតិដូចយ៉ានអីស្ដាប់សើចណា
រឿងខ្លះខ្មែរយើងនិយាយសើចតែបរទេសស្ដាប់អត់ដឹងសើចទេ ចា មែនទេ ចា បាទដោយសារគេអត់ដឹងពីគេហៅបរិបទសង្គមដូចជាមានរឿងខ្លះរបៀបបរទេសមើលទៅធម្មតាទេប៉ុន្តែគាត់និយាយថារបៀបទៅគេសួរថាហេតុអីបានជារបស់បញ្ញាណាហេតុអីបានជាចាបត្រូវផ្លាស់ប្ដូរលំនៅពីតំបន់មួយទៅតំបន់មួយនៅក្នុងខែណាមួយអញ្ចឹងណានៅស្រុកគេណាយើងមិនដឹងចាបនឹងអត់ដឹងថាវាចាបឈ្មោះអីឈ្មោះអីយើងអត់ដែលស្គាល់ទេអញ្ចឹងយើងស្ដាប់ទៅហាក់ដូចជាអត់សរសើរវាមិនភាពចិត្តបង្កើយនៃសាច់រឿងតែបើយើងនិយាយថាហេតុអីបានជាកុកហើរទៅតំបន់វាលទំនាបនៅពេលរដូវប្រាំងវាទៅរកចំណៃ បាទ វាទៅរកចំណៃ ហេតុអីបានជាកុកហើរទៅតំបន់វាលទំនាបនៅរដូវប្រាំង វាលទំនាប វាលទំនាបបានន័យថារដូវប្រាំងអាវាលទំនាបហ្នឹងវាគោកទឹកហើយវាសម្បូរត្រីស៊ីអញ្ចឹងហេតុអីបានជាកុកហើរទៅហ្នឹង ហើយប្រត្រីត្រការទឹក គេសួរកុកមកត្រីទៅការទឹកវាអត់ស៊ីគ្នាសោះ អត់ដឹងដែរ មើលលក្ខណៈឆ្លើយ លក្ខណៈ សុំសំណួរម្ដងទៀត ហេតុអីបានជាកុកហើរទៅតំបន់វាលទំនាបនៅរដូវប្រាំង នៅរដូវប្រាំងព្រោះត្រូវហើរទៅ ហ្នឹងហើយ វាដល់ពេលត្រូវហើរទៅចា BIG វាទៅរកចំណៃ អូខេម៉ែសួរខ្ញុំវគ្គមុន សួរយ៉ាងម៉េច ចុះកាលមុនសួរខ្ញុំវគ្គមុនពាក្យបដៅខ្ញុំឆ្លើយចេញលើម៉ែឆ្លើយវិញហេតុអីបានជាកុកហើរទៅតំបន់វាលទំនាបនៅពេលរដូវប្រាំង មកពីខ្ពង់រាបរាំង បានជាវាទៅហ្នឹង អត់មានត្រី អត់មានត្រីវាគោកខ្ពង់រាបទេវាទួលអត់មានទឹកអត់មានត្រីទេវាទៅតំបន់វាលទំនាប ទៅដល់វាលទំនាបគឺមានមកចប់មានតែមានទឹកមានអ្វីៗច្រើន អូខេ នេះអាចរស់ អបអសាទរបាទចម្លើយទាំង4ហ្នឹងគឺគេថាខុសទាំងអស់ទំនួលមូលហេតុដែលកុកវាហើរទៅតំបន់វាលទំនាបនៅរដូវប្រាំងដោយសារតែបិទតែវាហើរព្រោះដោយសារតែវាដើរអត់ដល់ហេតុនេះហើយបានកុកវាត្រូវតែហើរទៅ ចាល្អ យល់ទេយល់ទេ ហើយ វាដើរមិនដល់មើលវាទំនាបនោះមិនចិត្តណានឹងវាដើរទៅវាត្រូវតែហើរហើយវាដើរមិនដល់ទេ ហើរទៅអត់ មូលហេតុវាត្រូវតែអញ្ចឹងនៅត្រឹមប៉ុណ្ណឹង រួយអស់ហ្មងចាឥឡូវអ្នកគ្រូមានរឿងកំ pl ែងអី យាយមានដែរនឹងគឺថាជារឿងផ្ទាល់ខ្លួនខ្ញុំមកអស់រយៈ3ឆ្នាំមុន ចា ប៉ុន្តែខ្ញុំមានយាយម្នាក់ថាចៅកំសួរឈ្មោះអីគាត់ក៏បានចាក់លោកទៅហើយណា បាទ យាយនឹងគាត់ខ្ញុំទៅលេងស្រុកទៅពីល្ងាចអញ្ចឹងព្រលឹមឡើងខ្ញុំដើរមកតូបចាប់ហួយដល់ក៏ជួបគាត់ក៏ថាហេមីអូនមកពីស្មាម៉ានចៅខ្ញុំថាម៉ែយាយអើយខ្ញុំមកដល់ងាកមិញអើvậyណាមើលបើមកអញសុំ500ហើយថាម៉ែយាយធ្វើអីអញដកមេផឹកស្រាគាត់ថាអញ្ចឹង ចា ដល់ក៏ខ្ញុំជូនលុយគាត់ទទួលពេលជូនលុយគាត់ចៅគាត់ធ្វើបាយសម្លមកស្រាក់យកមកជូនមកយាយទៅវត្តគាត់ហូបអស់500មកស៊ីឯចៅ បាទ ចូលគាត់ថាខ្ញុំគាត់ថាមកយាយថ្ងៃនេះថ្ងៃផ្សិលមកឯងហូបស្រាអញ្ចឹងអីមេចៅធរណាធរព្រះតើតែចឹងណាពេលណាទៅដល់វត្តសូត្រមន្តចឹងយើងដាក់មកកែវឲ្យក្តៅពោះចឹងទៅសកត់ធរកុំឲ្យរើចៅគាត់ទៅសកត់ធរកុំឲ្យរើពេលខ្ញុំដល់គាត់និយាយចឹងមករងឆ្លើយលែងរួច រឿងនឹងអស់សំណាយដែរណាថាគាត់ហូបហើយគាត់ចេះកែខ្លួនថាគាត់អត់ខុសទេគាត់ហូបដើម្បីសង្កត់ធរតែយកមកជួយ ឥឡូវខ្ញុំសួររបស់បញ្ញាមួយដែរ ចា យើងស្គាល់សត្វគីគី អត់ស្គាល់ លើសៀង លើសៀង លើសៀងឡាសែនណា 10 សាជាងស្គាល់ យ៉ាងនេះជួយចិត្តលើសៀងឯង បាទចូលចិត្តឆ្ងាញ់ ហ៎ចូលចិត្តចិញ្ចឹម អត់ចិញ្ចឹម ចិញ្ចឹម ក្បាល ព្រោះគេសួរថាសត្វនេះយើងគួរឲ្យចូលចិត្តស្រឡាញ់វាអត់ឆ្ងាញ់ ថ្ងៃគេថ្ងៃចិញ្ចឹមសិន ណា ចិញ្ចឹមសិន ណាចិញ្ចឹម ចូលចិត្តចិញ្ចឹមហ៎ចិត្តលាក់ គីហ្នឹង គីគីហ្នឹង ខ្ញុំខ្លាចបងខ្ញុំអត់ហ៊ាន និយាយទៅឆ្កែចូលចិត្តហ៎ និយាយទៅមិនថាស្អប់ទេតែខ្លាច តែធ្លាប់ឃើញគេចិញ្ចឹមហ៎ ធ្លាប់ ចឹងអ្នកគ្រូចូលចិត្តអត់
ខ្ញុំអត់ចាំមកឆ្កែខ្ញុំចាំចេះខំគេពេលសងគេចាក់ថ្នាំឲ្យគេអូអត់លុយទិញកស៊ីចាំឆ្កែ ទៅផ្លុកគេចាំដែរខ្ញុំសួរថាហេតុអ្វីបានគេជាពាក់អាកនឹងឲ្យទៅឆ្កែកឡៅ វាជាហ៊ានសួរខ្ញុំឯង សួរហេតុអីគេពាក់កឡៅឲ្យឆ្កែ កឡៅ អាបលៅហ្នឹងបើគិតដល់ទៅឆ្កែយើងមិនចង់បើកាលណាអត់ដាក់អាបលៅហ្នឹងគ្នាដៃវាអត់ស្អាត ហ្នឹងហើយ បាទ ដល់ហើយគេដាក់អាបលៅហ្នឹងវាមិនសូវឈឺ ចុះបើឆ្ងល់ឆ្កែគ្នា ពាក់បឡៅអញ្ចឹងហើយឲ្យគ្នាដាក់អីស្អាតបាត់មិនក៏មិនស្លៀកខោឲ្យផង អាហ្នឹងកាលណាស្លៀកខោខុសទំនៀមដូនតាវាម្លោះគ្នាតែចឹងហើយ អូខុសទំនៀមដូនតាឆ្កែ ឲ្យចុះយ៉ាន មកសម្រាប់សំផស្សប៉ានេះសំទួយនេះគ្រូហ្នឹងសំផស្ស សំផស្ស ហ្នឹងហើយ មក ពាក់ទៅវាស្អាត អូខាងសភនភាពនិយាយទៅ សំផស្សភាព សម្ព័ន្ធភាព ចា ដោយសារយើងពាក់អាហ្នឹងឲ្យឆ្កែដោយសារចង់ឲ្យវាស្អាតយ៉ានឆ្លើយរបស់យ៉ាន ណាចង់ស្អាត ឬដើម្បីកុំឲ្យមានចៃ អូអី កុំអីគេ អាពាក់បឡៅអត់ចាយ ស្អីអត់ យី ដឹង ពាក់អាហ្នឹងអត់ចាយ ហ្នឹងហើយ ដែរទេមិនយឺទេ ព្រោះមិនថ្នាំ អូដាក់ថ្នាំក្នុងហ្នឹង ហ្នឹងហើយ អត់ចាយតែប្រឡងហ្នឹងប៉ុន្តែអានេះខំព្រៀតហ្នឹង អរិយនៅឆ្ងាយកន្ទុយ បន្ទុយ ហ្នឹងហើយកន្ទុយមានចៃ បន្ទុយមានចាយអូវាលក្ខណៈមិនឆ្លើយតែមិន ពាក់ឲ្យវាការពារកុំឲ្យសត្វផ្សេងមកខំ ឃើញទេស ត្វផ្សេងក៏ខំ សត្វចា សួរខ្ញុំវិញអត់ មិនសួរ សួរ ឥឡូវសួរសុខគេ ដែលយើងពាក់បឡៅកឲ្យឆ្កែណាព្រោះតែឆ្កែហ្នឹងវានៅរស់ ចា ដល់តែងាប់ទៅគេយកធ្វើស៊ីគេធ្វើស្រែហ្នឹងចាញ់វិញហើយចម្លើយរបស់ខ្ញុំនឹងខុសនឹងត្រូវ នេះទៅទៅស៊ីត្រូវ ហើយចម្លើយត្រឹមត្រូវ ចប់ខ្ញុំឆ្លើយផ្សេងបានហ៎ បាន ចម្លើយរបស់ខ្ញុំគឺ3 ទៅទៀតហើយ អូយឡើងម៉ានទៀតណា អឺជិះក្បាលទៀត អស់ម៉ោងហើយឥឡូវឆ្ ហើយ លើយ ដូរលើកចុងក្រោយ អូឈប់ឥឡូវចម្លើយ ចម្លើយបានជាគេពាក់ឡើងនឹងឲ្យឆ្កែដោយសារតែឆ្កែវាអត់ចេះពាក់ទេ ទៅទៅរឿងម៉េច តើតែយើងពាក់ឲ្យ ដល់យើងពាក់ឲ្យបាត់វា តើមនុស្សពាក់ឲ្យ ដល់តែយើងពាក់ អូ ឲ្យ យយ៉ាប់ អញ្ចឹងបានន័យថាសបញ្ជាក់ឲ្យថាលក្ខណៈមនុស្សយើងគឺឆ្លាតជាងសត្វទាំងឡាយនៅលើលោក ចា ដូច្នេះយើងប្រើវិញ្ញាណប្រើបញ្ញារបស់យើងឲ្យទៅផ្លូវល្អច្រើនដើម្បីយើងឈានទៅដល់រកព្រះអរហន្តហើយរកតែក្តីសុខ